តាអ្នកជឿទេថាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់បែរជាក្លាយជាបិសាចកាច់សាហាវនៅរៀងរាល់ម៉ោងពីរំលងអាធ្រាត្រនេះគឺជាសាច់រឿងដ៏ចម្លែកនិងរំភើបរវាងបុរសកំសាកម្នាក់និងស្រីស្អាតដែលមានបណ្ដាសាជាប់ខ្លួនចង់ដឹងថាសាច់រឿងបញ្ចប់ទៅយ៉ាងណាសូមទស្សនាវីដេអូនេះឲ្យចប់សូមកុំភ្លេចជួយចុចមេដៃនិងជាវម្នាក់មួយផងដើម្បីទទួលបានវីដេអូសង្ខេបរឿងថ្មីបន្តទៀតសូមអរគុណរឿងភាគនេះចាប់ផ្ដើមឡើងជាមួយយុវជនម្នាក់ឈ្មោះគីលគូដែលជាអ្នកជំនាញខាងលេងម៉ាស៊ីនចាប់តុក្កតាគេប្រមូលតុក្កតាដែលចាប់បានទាំងអស់ដាក់ក្នុងថង់រួចត្រឡប់ទៅផ្ទះវិញវាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាគីលគូចូលចិត្តប្រមូលតុក្កតានិងរបស់ក្មេងលេងគួរឲ្យស្រឡាញ់ណាស់ផ្ទះរបស់គេពេញទៅដោយរបស់ទាំងនោះប៉ុន្តែជីវិតរបស់គេបែរជាស្ងប់ស្ងាត់និងគ្មានអ្វីគួរឲ្យរំភើបសោះគេរស់នៅម្នាក់ឯងយ៉ាងឯកោព្រឹកបន្ទាប់ម្ដាយរបស់គេបានទូរស័ព្ទមកស្ដីបន្ទោសឲ្យគេសម្អាតផ្ទះនិងបោកខោអាវគាត់នៅតែប្រព្រឹត្តដាក់គេដូចជាក្មេងប្រុសតូចម្នាក់ខណៈពេលកំពុងសម្អាតស្រាប់តែខ្នើយកញ្ចឹងរបស់គេបានធ្លាក់ចេញពីបង្អួចទៅលើផ្លូវគីលគូក៏ចុះទៅក្រោមដើម្បីរើវាហើយពេលនោះគេក៏សំឡេងម្យ៉ាងនៅសួនច្បាររំខានផ្លូវមានក្មេងស្រីម្នាក់ឈ្មោះស៊ូជីកំពុងអង្គុយផឹកស្រាបៀរគីលគូមិនដែលឃើញនរណាម្នាក់ស្អាតបែបនេះទេគេគិតក្នុងចិត្តថានាងមើលទៅដូចជាទេវតាដែលធ្លាក់ពីលើមេឃអញ្ចឹងល្ងាចនោះបន្ទាប់ពីសម្អាតផ្ទះរួចគីលគូបានចេញទៅញ៉ាំបាយជាមួយមិត្តភ័ក្តិហើយត្រឡប់មកវិញទាំងស្រវឹងនៅក្នុងចណ្ដាលយន្តគេបានចុចប៊ូតុងទៅជាន់ទី13រំពេចនោះស៊ូជីក៏រត់ចូលមកទាំងសក់កញ៉េរញ៉ៃនិងមានទឹកមុខខឹងសម្បាយ៉ាងខ្លាំងដោយគ្មានការប្រមានទុកជាមុននាងចាប់ផ្ដើមស្រែកនិងវាយដំគីលគូយ៉ាងដំណំរហូតដល់គេសន្លប់បាត់ស្មារតីព្រឹកឡើងគីលគូភ្ញាក់ឡើងនៅលើគ្រែរបស់ខ្លួនទាំងងឿងឆ្ងល់តើវាជាការពិតឬគ្រាន់តែជាសុបិនតើនាងពិតជាបានវាយគេមែនឬក៏មកពីឥទ្ធិពលជាតិស្រវឹងដោយសារតែឃ្លានគេក៏ចាប់អារម្មណ៍ឃើញមានហាងនំប៉័ងថ្មីមួយនៅខាងផ្លូវដែលមានក្លិនឈ្ងុយឈ្ងប់គេក៏ទៅទីនោះតាំងពីព្រលឹមដើម្បីទិញនំប៉័ងនៅក្នុងហាងគេបានជួបក្មេងស្រីម្នាក់ឈ្មោះអេរ៉ាដែលជាម្ចាស់ហាងដ៏រស់រាយនាងបានសួរគេថាសម្រាប់នៅឯណាហើយពេលគេប្រាប់នាងក៏សើចហើយនិយាយថាពួកយើងទើបតែរើមកនៅដែរតែចាំបន្តិចខ្ញុំណែនាំឲ្យស្គាល់ប្អូនស្រីរបស់ខ្ញុំហើយអ្នកដែលដើរចេញមកនោះគឺស៊ូជីភ្លាមពេលដែលគីលគូឃើញនាងបេះដូងរបស់គេចាប់ផ្ដើមលោតញាប់គេមិនហ៊ានមើលភ្នែកនាងទេព្រោះអៀនផងនិងភ័យផងបន្ទាប់មកគេក៏នឹកឃើញថានាងគឺជាមនុស្សស្រីម្នាក់ដែលបានវាយគេនៅក្នុងចណ្ដាលយន្តកាលពីយប់មិញដោយសារតែភ័យស្លន់ស្លោគេក៏ព្យាយាមរត់ចេញប៉ុន្តែស៊ូជីបានដេញតាមគេជំនួសឲ្យការវាយដំនាងបែរជាហុចកន្សែងតូចមួយឲ្យគេទុកជាកាដូស្វាគមន៍អ្នកជិតខាងហើយនិយាយយ៉ាងស្រទន់ថាសួស្ដីយើងវង្វេងវង្វាន់អស់ហើយតើក្មេងស្រីដ៏ផ្អែមល្ហែមម្នាក់នេះអាចប្រែទៅជាបិសាចកាលពីយប់មិញបានយ៉ាងដូចម្តេចយប់នោះខណៈពេលកំពុងប្រមូលខោអាវពីយ៉គីលគូបានឃើញស៊ូជីដើរនៅខាងក្រៅម្ដងទៀតដោយសារការចង់ដឹងនិងបារម្ភគេក៏សម្រេចចិត្តដើរតាមនាងប៉ុន្តែអ្វីដែលគេបានឃើញធ្វើឲ្យគេតក់ស្លុតជាខ្លាំងមានបុរសម្នាក់កំពុងចាប់បោកនាងយ៉ាងខ្លាំងនិងព្យាយាមបង្ខំនាងគីលគូប្រញាប់ចូលទៅជួយហើយដើរបុរសនោះមួយដៃព្រោះគិតថាខ្លួនឯងកំពុងជួយសង្គ្រោះនាងប៉ុន្តែក្រោយមកទើបគេដឹងថាបុរសនោះគឺជាពូរបស់ស៊ូជីទេឥឡូវនេះលោកពូបានងាកមកស្ដីឲ្យគីលគូវិញថាឯងជាអ្នកណាឯងលួចតាមក្មួយស្រីយើងមែនទេគីលគូភ័យពេកក៏ឆ្លើយត្រដក់ថាគេគ្រាន់តែចេញមកទិញទឹកដោះគោរួចក៏ឃើញពួកគេលោកពូសម្លុកគេហើយសួរថាតើគេធ្លាប់ឃើញស៊ូជីម្នាក់ឯងនៅពេលយប់ដែរឬទេដោយសារតែខ្លាចគីលគូក៏ផ្លាត់មាត់និយាយថាគេធ្លាប់ឃើញនាងនៅក្នុងចណ្ដាលយន្តរំពេចនោះស៊ូជីក៏ស្រាប់តែវាប្រហារគេម្ដងទៀតនិងព្យាយាមច្របាច់គេលោកពូបានខាត់នាងនិងជួយជីវិតគីលគូរួចស្រែកដេញថាចេញទៅឲ្យឆ្ងាយកុំមកចិត្តពួកយើងទៀតគីលគូក៏រត់ចេញទៅទាំងភ័យខ្លាចក្រោយមកលោកពូបានប្រាប់អេរ៉ាមិនឲ្យបណ្ដោយឲ្យស៊ូជីចេញក្រៅពេលយប់និងត្រូវមើលថែនាងឲ្យជាប់ព្រឹកបន្ទាប់គីលគូបានជួបស៊ូជីក្នុងចណ្ដាលយន្តម្ដងទៀតនាងញឹមយ៉ាងផ្អែមល្ហែមនិងសួស្ដីគេដូចជាគ្មានរឿងអ្វីកើតឡើងយកគេញ័រខ្លួនដោយកូនសត្វព្រោះមិនយល់ថាហេតុអ្វីបានជានាងអាចមានចរិតសុភាពនៅពេលថ្ងៃតែបែរជាកាច់សាហាវនៅពេលយប់បែបនេះល្ងាចនោះលោកពូបានហៅស៊ូជីមកជួបគាត់ប្រាប់នាងថាកុំឲ្យចេញក្រៅពេលយប់និងនាំនាងទៅទិញនំប៉័ងដោយធ្វើដាក់នាងដូចជាក្មេងតូចម្នាក់ស៊ូជីក៏ចាប់ផ្ដើមធ្វើខ្លួនដូចក្មេងដែរដោយងក់ងល់ថាខ្ញុំមិនចង់ទៅទេឈឺជើងណាស់រំពេចនោះភ្នែករបស់នាងប្រែពណ៌ហើយវិញ្ញាណអាក្រក់នៅក្នុងខ្លួននាងក៏ភ្ញាក់ឡើងលោកពូព្យាយាមលើកនាងប៉ុន្តែដោយសារគាត់ចាស់គាត់ទ្រាំមិនរួចក៏ដួលគ្រានោះគីលគូក៏បង្ហាញខ្លួនមកជួយពួកគេទាំងពីរគេបានហៅឡានពេទ្យដឹកលោកពូទៅមន្ទីរពេទ្យហើយនាំស៊ូជីត្រឡប់មកផ្ទះដោយសុវត្ថិភាពថ្ងៃបន្ទាប់គីលគូបានទៅសួរសុខទុក្ខលោកពូជាមួយកាដូបន្តិចបន្តួចគេនិយាយទាំងភ័យថានេះគឺជាប្រវត្តិរូបសង្ខេបរបស់ខ្ញុំតើលោកពូអាចផ្ដល់ការងារឲ្យខ្ញុំបានទេគីលគូមកពីគ្រួសារទូធាឪពុករបស់គេគឺជាប្រធានសាលាប៉ុន្តែឪពុកម្ដាយរស់នៅបរទេសហើយគេរស់នៅម្នាក់ឯងក្នុងប្រទេសកូរ៉េទោះបីជាគេចេះជំនាញច្រើនដូចជាការប្រយុទ្ធការបើកទូកនិងទាំងនេះក៏ដោយក៏គេមិនទាន់អាចរកការងារធ្វើបានដែរលោកពូសួរថាហេតុអ្វីបានជាគេដើរតាមស៊ូជីគីលគូសារភាពថាគេគ្រាន់តែចង់ដឹងថាហេតុអ្វីបានជានាងប្រែប្រួលខ្លាំងម្ល៉េះទីបំផុតលោកពូក៏ប្រាប់ការពិតថាស៊ូជីត្រូវវិញ្ញាណចូលរៀងរាល់យប់នៅម៉ោង2:00រំលងអាធ្រាត្រវិញ្ញាណនឹងចូលក្នុងខ្លួននាងហើយប្រែជានាងទៅជាបិសាចរយៈពេល3ម៉ោងវាគឺជាបណ្ដាសាគ្រួសារដែលបន្តពីជំនាន់មួយទៅជំនាន់មួយប៉ុន្តែស៊ូជីមិនដឹងរឿងនេះទេនាងជឿថានាងជាមនុស្សធម្មតាលោកពូនិយាយថាខ្ញុំគឺជាអ្នកការពារនាងប៉ុន្តែឥឡូវខ្ញុំនៅមន្ទីរពេទ្យត្រូវការអ្នកមើលថែនាងតើឯងអាចធ្វើបានទេខ្ញុំនឹងផ្ដល់ប្រាក់ខែឲ្យដំបូងឡើយគីលគូបដិសេធដាច់អហង្ការមិនធ្វើដាច់ខាតនាងវាខ្ញុំឡើងចង់ងាប់នាងគួរតែនៅមន្ទីរពេទ្យវិកលចរិតវិញទេប៉ុន្តែដោយសារលោកពូអង្គវពេកហើយគីលគូក៏គ្មានការងារធ្វើដែរគេក៏យកព្រមចាប់ពីថ្ងៃបន្ទាប់គីលគូចាប់ផ្ដើមធ្វើការនៅហាងនំប៉័ងជំនួសលោកពូអេរ៉ាបង្រៀនគេពីមូលដ្ឋានគ្រឹះហើយស៊ូជីធ្វើការនៅក្បែរគេទាំងចរិតគួរឲ្យស្រឡាញ់និងរស់រាយដោយមិនដឹងពីភាពងឹតរបស់ខ្លួនឯងឡើយគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់យប់ធ្លាក់ចុះនៅម៉ោង2:00យប់បិសាចក៏លេចឡើងម្ដងទៀតស៊ូជីជេរប្រមាថស្រែកនិងគំរាមកំហែងគេគីលគូភ័យពេកព្យាយាមរត់គេចប៉ុន្តែបិសាចនោះបានខាត់គេហើយស្រាប់តែនិយាយថាស្ដាប់ណាខ្ញុំស្រឡាញ់អ្នកតើអ្នកចង់រៀបការជាមួយខ្ញុំទេគីលគូនឹកឃើញសម្ដីលោកពូដែលថាបិសាចនេះជួនកាលនិយាយពាក្យផ្អែមល្ហែមដើម្បីបោកបញ្ឆោតមនុស្សគេក៏រត់ចេញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន
ក្រោយមកបេសាចនោះបានអូខេទៅហាងទិញនំខេកដែលនាងចូលចិត្តនំខេកសតែ2ដុំទេប៉ុន្តែនៅពេលក្មេងស្រីម្នាក់ទៀតចង់ទិញស៊ូជីក៏ដណ្ដើមទិញទាំងពីររួចយកមួយដុំទៅទម្លាក់ចោលលើដីនៅចំពោះមុខក្មេងស្រីនោះដើម្បីឌូដងបេសាចនោះសើចយ៉ាងកាចសាហាវដោយប្រមូលភាពក្លាហានគីលគូសួរថាតើឯងជានរណាហេតុអ្វីបានជាឯងនៅក្នុងខ្លួនស៊ូជីបេសាចនោះញឹមដូនតារបស់នាងបានមើលងាយយើងឥឡូវយើងគ្រប់គ្រងរាងកាយនាងចាប់សត្វល្អិតមកគំរាមគេថាតើខ្ញុំគួរញ៉ាំវាទេបើអ្នកនិយាយច្រើនពេកខ្ញុំនឹងញ៉ាំវាឲ្យមើលគីលគូភ័យពេកក៏ខាត់នាងហើយព្យាយាមនាំនាងត្រឡប់ទៅផ្ទះដោយសុវត្ថិភាពព្រឹកឡើងគីលគូនិយាយជាមួយស៊ូជីយ៉ាងគួរសមនឹងភ័យនាងសាច់ហើយសួរថាហេតុអ្វីបានជានិយាយជាមួយខ្ញុំបែបហ្នឹងនិយាយធម្មតាមករួចនាងក៏ប្រញាប់ទៅរៀនធ្វើនំយប់នោះនៅម៉ោង2:00គត់ទូនីតិមើលថែបេសាចរបស់គីលគូចាប់ផ្ដើមម្ដងទៀតគេរងចាំនៅក្រៅផ្ទះនាងនៅពេលនាងចេញមកបេសាចនោះបង្ខំឲ្យគេនាំទៅលេងទងនៅសួនច្បារគីលគូរុញទងឲ្យនាងតិចប៉ុន្តែចៃដន្យឲ្យគេរុញខ្លាំងពេកធ្វើឲ្យនាងហោះចេញពីទងធ្លាក់ដល់ដីភ្លាមនោះនាងក៏ដេញវីគេម្ដងទៀតបន្ទាប់មកនាងបាននាំគេទៅហាងដដែលហើយធ្វើទង្វើអាក្រក់ដាក់ក្មេងស្រីសិស្សសាលាម្នាក់ទៀតដោយសារតែខឹងពេកក្មេងស្រីម្នាក់នោះបានមកហាងនំប៉័ងនៅថ្ងៃបន្ទាប់ហើយដេញញ៉ាំនំគំរូ samples ទាំងអស់ឲ្យខូចរួចរត់ចេញទៅស៊ូជីមិនយល់ថាហេតុអ្វីបានជានាងធ្វើបែបនោះទេប៉ុន្តែគីលគូដឹងច្បាស់បំផុតយូរទៅគីលគូនិងស៊ូជីចាប់ផ្ដើមស្និទ្ធស្នាលគ្នាកាន់តែខ្លាំងនៅពេលថ្ងៃពួកគេដូចជាមិត្តល្អនឹងគ្នានាងសុភាពដូចទេវតាប៉ុន្តែរាល់យប់នាងប្រែជាបិសាចនៅម៉ោង5:00ភ្លឺនាងតែងតែសន្លប់ភ្លាមដូចជាគេបិទកុងតាក់ភ្លើងវាពិតជាហត់នឿយណាស់សម្រាប់គីលគូរាល់យប់គេត្រូវដេញតាមនាងអស់រយៈពេល3ម៉ោងហើយត្រូវត្រកង់បីនាងទៅផ្ទះវិញក្រោយពេលនាងសន្លប់រួចត្រូវធ្វើការពេញមួយថ្ងៃទៀតរាងកាយរបស់គេចាប់ផ្ដើមឈឺចាប់ដោយសារការនឿយហត់ខ្លាំងយប់មួយគេបាននាំបិសាចស៊ូជីទៅកន្លែងម៉ាស៊ីនចាប់តុកតាគេនិយាយថាតោះភ្នាល់គ្នាបើខ្ញុំចាប់បានតុកតាក្នុងការសាកល្បង3ដងឯងត្រូវចេញពីខ្លួនស៊ូជីជារៀងរហូតបិសាចនោះញឹមយកព្រមតែបើឯងចាញ់ខ្ញុំនឹងបង្កើនពេលវេលានៅក្នុងខ្លួននាងទ្វេដងគឺពី3ម៉ោងទៅ6ម៉ោងវិញហើយការលេងក៏ចាប់ផ្ដើមគីលគូឈ្នះនៅដងទី3មិនចម្លែកទេព្រោះនេះជាជំនាញរបស់គេមើលមុខបិសាចនោះហើយនិយាយថាឥឡូវចេញពីខ្លួននាងទៅបិសាចនោះសើចហើយឈ្មោះយើងឲ្យច្បាស់3ដងហើយបញ្ជាឲ្យយើងចេញទើបយើងចេញបានគីលគូងឿងឆ្ងល់តើឯងឈ្មោះអីបិសាចសើចនោះហើយជាចំណុចសប្បាយឯងមិនស្គាល់ឈ្មោះយើងទេថ្ងៃបន្ទាប់គីលគូនិងស៊ូជីបានទៅដឹកនំខេកឲ្យអតិថិជនពួកគេបានដើរបុកបរិសម្នាក់ហើយរបស់របរធ្លាក់ពេញដីបរិសនោះសម្លឹងមើលស៊ូជីហើយចាប់ដៃនាងប៉ុន្តែគីលគូប្រញាប់ទីនាងចេញមើលទៅបរិសនោះហាក់ដូចជាស្គាល់ស៊ូជីពីមុនមកក្រោយមកអ្នកទាំងពីរក៏អង្គុយផឹកកាហ្វេស៊ូជីចាប់ផ្ដើមមួយគេងហើយគីលគូសួរយ៉ាងស្រទន់ថាតើយប់ឡើងអ្នកគេងលក់ស្រួលទេនាងឆ្លើយថាចាតែខ្ញុំតែងតែយកសັບឃើញមានសត្វឆ្កែមួយក្បាលដើរតាមខ្ញុំរាល់យប់ដើម្បីការពារខ្ញុំសត្វឆ្កែដែលនាងនិយាយនោះគឺសំដៅលើគីលគូដែលដើរតាមការពារនាងរៀងរាល់យប់នោះឯងឬបែបនេះគីលគូក៏មានអារម្មណ៍ខ្ទុកខ្ទួក្នុងចិត្តល្ងាចនោះពួកគេឃើញបរិសម្នាក់ឈរលើស្ពានបំរុងនឹងលោតទឹកសម្រាប់ខ្លួនប៉ូលីសកំពុងព្យាយាមលួងលោមរំពេចនោះស៊ូជីបានរត់កាត់ពួកគេទាំងស្រែករួចលោតចុះទៅក្នុងទឹកទន្លេបាត់គីលគូដោយមិនគិតពីជីវិតទោះបីជាខ្លួនអញហែលទឹកមិនសូវពូកែក៏ដោយក៏លោតចុះទៅតាមជួយនាងដែរក្រុមសង្គ្រោះបានស្រង់គេឡើងមកប៉ុន្តែគេថាស៊ូជីប្រហែលជាស្លាប់បាត់ហើយស្រាប់តែមានរឿងមិនគួរឲ្យជឿបានកើតឡើងស៊ូជីបានប្រែជាដេមឆាគេឃើញនាងហែលទឹកយ៉ាងលឿននិងខ្លាំងជាងអ្នកហែលទឹកអូឡ িম্প ិកទៅទៀតគ្រប់គ្នាស្រឡាំងកាំងសូម្បីតែបុរសដែលចង់សម្លាប់ខ្លួននោះក៏លែងចង់ស្លាប់ហើយដើរចេញទៅបាត់ថ្ងៃបន្ទាប់លោកពូបានឃើញវីដេអូនោះក៏ស្ដីបន្ទោសគីលគូយ៉ាងខ្លាំងថាហេតុអ្វីបានជាឯងបណ្ដោយឲ្យនាងមានគ្រោះថ្នាក់បែបនេះគ្រានោះស៊ូជីដែលចូលមកជួយដោះស្រាយអេរ៉ាពន្យល់ថាស៊ូជីចង់រៀនធ្វើនំនាងថែមទាំងចង់ទៅរៀននៅប្រទេសបារាំងទៀតផងប៉ុន្តែដោយសារស្ថានភាពនាងបែបនេះពួកគេមិនអាចឲ្យនាងទៅបានទេល្ងាចនោះគីលគូនាំស៊ូជីទៅមើលគុណរឿងមនោសញ្ចេតនានៅពេលមួយស៊ូជីបានចាប់ដៃគេតិចអ្នកទាំងពីរភ័យអបេះដូងលោតញាប់និងសម្លឹងភ្នែកគ្នាវាហាក់ដូចជាមានអ្វីម្យ៉ាងកំពុងប្រែប្រួលរវាងពួកគេគីលគូគិតថាប្រហែលជាយប់នេះនាងនឹងក្លាយជាម្ចាស់បេះដូងរបស់ខ្ញុំហើយប៉ុន្តែនាឡិកាបានវាម៉ោង2:00រំលងអាធ្រាត្រហើយគ្រប់យ៉ាងក៏ប្រែប្រួលបិសាចក្នុងខ្លួននាងភ្ញាក់ឡើងសាយយ៉ាងខ្លាំងតោះទៅដើរលេងអង្គុយធ្វើអីនៅទីនេះគីលគូអង្វរសុំចេញពីខ្លួនស៊ូជីទៅបិសាចសាយបានតែធ្វើឲ្យខ្ញុំសប្បាយចិត្តសិនទើបខ្ញុំចេញនាងដើរទៅឈរមុខទាំងរូបភាពឆ្នេរសមុទ្រដ៏ធំមួយគីលគូក៏យល់ពីអ្វីដែលនាងចង់បានដូច្នេះថ្ងៃបន្ទាប់គេក៏បាននាំស៊ូជីទៅលេងសមុទ្រមែនទែនពួកគេថតរូបសាច់សប្បាយនិងនិយាយគ្នារាប់ម៉ោងស្រាប់តែស៊ូជីសួរថាតាមសើមិនយើងបានមើលគុណជាមួយគ្នាទេគីលគូគៀងនិយាយមិនចេញមិនដឹងត្រូវពន្យល់យ៉ាងម៉េចយប់នោះគីលគូព្យាយាមនិយាយហេតុផលជាមួយបិសាចម្ដងទៀតប៉ុន្តែនាងសម្លក់គេរួចស្រែកថាអ្នកឯងមានបញ្ហាអីអ្នកឯងក៏ដូចតែអ្នកផ្សេងទៀតដែរសុទ្ធតែចង់ដេញខ្ញុំចេញរួចនាងក៏រត់ចេញទៅគីលគូដេញតាមនាងរហូតត្រូវឡានបុកទោះបីជាឈឺចាប់ក៏ដោយគេនៅតែក្រោកឈររត់ទៅតាមចាប់នាងឲ្យតតែបានគេនិយាយទាំងដង្ហក់ថាស្ដាប់ណាខ្ញុំសន្យាថាខ្ញុំនឹងធ្វើឲ្យអ្នកមានក្តីសុខចាប់ពីយប់នោះមកគីលគូធ្វើគ្រប់យ៉ាងដើម្បីរក្សាសន្យានោះរៀងរាល់យប់គេបាននាំបិសាចនោះទៅដើរលេងក្នុងសួនច្បារជិះឡានដើរលេងនិងទៅទស្សនាសួនច្បារដ៏ស្រស់ស្អាតជាច្រើនបន្តិចម្ដងវិញ្ញាណបិសាចនោះចាប់ផ្ដើមរីករាយនឹងគ្រាទាំងនេះនាងសើចញឹមនិងមានអារម្មណ៍ស្ងប់សុខជាលើកដំបូងក្នុងរយៈពេលរាប់រយឆ្នាំដោយក្តីដឹងគុណនាងក៏បានបន្ថយពេលវេលានៅក្នុងខ្លួនស៊ូជីមកវិញដោយពីមុន3ម៉ោងមកនៅត្រឹមតែ2ម៉ោងកន្លះប៉ុណ្ណោះនៅពេលលោកពូបានដឹងរឿងនេះគាត់សប្បាយចិត្តជាខ្លាំងព្រោះជាច្រើនឆ្នាំមកនេះគាត់មិនដែលសំបីតែអាចបន់ថយពេលវេលាបានត្រឹមតែ1វិនាទីផងអេរ៉ាក៏មានគំនិតមួយហើយនិយាយថាពួកគេគួរតែទៅក្លឹបកម្សាន្តនៅពេលយប់នៅក្នុងក្លឹបពួកគេបានរាំនិងរីករាយនឹងតន្ត្រីប៉ុន្តែនៅក្នុងចំណោមមនុស្សកកបរិសចម្លែកដែលធ្លាប់ជួបនៅហាងនោះក៏លេចមុខមកម្ដងទៀតបរិសដែលធ្លាប់ចាប់ដៃស៊ូជីនោះបានចាប់ផ្ដើមមកតាមរំខាននាងម្ដងទៀតហើយគីលគូក៏បានស្ទុះទៅខាត់គេថ្ងៃបន្ទាប់បរិសនោះបានមកដល់ហាងនំប៉័ងហើយនិយាយទាំងញឹមបែបអាក្រក់ថាកុំបារម្ភអីខ្ញុំអាចដេញវិញ្ញាណបិសាចនោះចេញបានគេសើចចំអប់ដែលធ្វើឲ្យគីលគូមានអារម្មណ៍ព្រឺឆ្អឹងខ្នងនិងបារម្ភពីសុវត្ថិភាពរបស់ស៊ូជីជាខ្លាំងគេបានប្រាប់ស៊ូជីថាកុំទៅណាក្រោយចេញពីរៀនចាំខ្ញុំទៅទទួលរួចគេក៏ប្រញាប់ទៅប្រាប់លោកពូគ្រប់យ៉ាងលោកពូស្ដាប់ដោយស្ងប់ស្ងាត់ហើយនិយាយថាសម័យនេះមានពួកបោកប្រាស់ច្រើនណាស់គេប្រហែលជាម្នាក់ក្នុងចំណោមនោះហើយនៅឲ្យឆ្ងាយពីមនុស្សបែបហ្នឹងទៅ
ขณะនោះដែរស៊ូជីកំពុងរងចាំឡានក្រុងក្មេងស្រីតូចម្នាក់បានមកសុំឲ្យនាងជួយចងខ្សែស្បែកជើងស៊ូជីបានអន់ចុះជួយហើយក្មេងស្រីនោះក៏ហុចស្ករគ្រាប់មួយគ្រាប់ឲ្យនាងដើម្បីអរគុណស៊ូជីបានញ៉ាំស្ករគ្រាប់នោះនៅលើឡានក្រុងហើយភ្លាមនោះនាងក៏សន្លប់បាត់ស្មារតីនៅពេលដែលតាក់ទងតាមទូរស័ព្ទមិនចូលគីលគូនិងអ្នកផ្សេងទៀតបានតាមដានទីតាំង Gibbs របស់នាងសំណាងល្អដែលពួកគេបានបើក Gibbs នាងចោលជាប្រចាំពួកគេបានរកឃើញនាងត្រូវបានគេចងនិងសន្លប់បាត់ស្មារតីដោយមានបុរសចម្លែកនោះកំពុងថតវីដេអូនាងគីលគូបានសម្រុកចូលទៅបុរសនោះព្យាយាមខាត់គេដោយនិយាយថាខ្ញុំកំពុងជួយអ្នកទេស្ងប់ចិត្តសិនប៉ុន្តែគីលគូបានតបវិញយ៉ាងសាហាវនិងដើរគេឲ្យដួលរួចបីស៊ូជីរត់ចេញទៅយប់នោះវិញ្ញាណបិសាចក្នុងខ្លួនស៊ូជីបាននិយាយតិចថាអ្នកបានជួយជីវិតខ្ញុំនាងញឹមតិចរួចចាប់ផ្ដើមរៀបរាប់ពីប្រវត្តិរបស់នាងកាលខ្ញុំនៅក្មេងមានជំងឺអាសន្នរោគបានរាលដាលពេញប្រទេសកូរ៉េគ្រួសារខ្ញុំទាំងអស់បានស្លាប់នៅសល់តែខ្ញុំម្នាក់ឯងគ្រូអ៊ំអាំក្នុងភូមិនិយាយថាភូមិត្រូវបណ្ដាសាហើយក៏សម្រេចចិត្តយកខ្ញុំធ្វើជាបូជាដើម្បីរំដោះបណ្ដាសាគេបានឃុំវិញ្ញាណខ្ញុំក្នុងក្រឡហើយកប់ក្រោមដីនាងបន្តទាំងសំឡេងញ័រថាច្រើនឆ្នាំក្រោយមកយាយរបស់ស៊ូជីបានជីក្រនោះឡើងដោយចៃដន្យខ្ញុំឃើញគាត់មុនគេក៏ចូលសង្ឃគិតក្នុងខ្លួនគាត់រួចក៏បន្តមកម្ដាយរបស់ស៊ូជីហើយឥឡូវនេះគឺនៅក្នុងខ្លួនស៊ូជីនេះឯងខ្ញុំបានវិលវល់ពីជំនាន់មួយទៅជំនាន់មួយនាងដកដង្ហើមធំរួចនិយាយថាលុះត្រាតែពន្លឺព្រះច័ន្ទពេញបូណ៌មីមកប៉ះខ្លួនខ្ញុំទើបខ្ញុំអាចរលាយបាត់ទៅវិញបានប៉ុន្តែព្រះច័ន្ទបែបនោះលេចឡើងតែម្ដងគត់ក្នុងរយៈពេលរាប់ពាន់ឆ្នាំគីលគូស្ដាប់ដោយស្ងប់ស្ងាត់រួចសួរថាតើគ្មានផ្លូវណាផ្សេងទៀតដើម្បីរំដោះអ្នកដោយសន្តិវិធីទេបិសាចនោះមកក្បាលមានបានអ្នករកឃើញក្រដែលដាក់ធាតុរបស់ខ្ញុំឃើញខ្ញុំអាចត្រឡប់ទៅក្នុងនោះវិញបានគីលគូសម្រាប់ចិត្តថាគេត្រូវតែរកវាឲ្យឃើញយប់បន្ទាប់បិសាចនោះមិនបានចេញពីផ្ទះទេគីលគូបានទៅសួរលោកពូពីទីតាំងផ្ទះចាស់របស់យេស៊ូជីលោកពូបានប្រាប់ពីទីតាំងដែលនៅឆ្ងាយនិងដាច់ស្រយាលមួយគីលគូធ្វើដំណើរទៅទីនោះហើយឃើញតែគំនរបាក់បែកនិងព្រៃឈើជាច្រើនថ្ងៃកន្លងផុតទៅគេបានជីកដីទាំងបែកញើសហូរហៀនិងប្រឡាក់ដីពេញខ្លួនទីបំផុតការខិតខំរបស់គេបានសម្រេចគេរកឃើញក្រនោះកប់យ៉ាងជ្រៅក្នុងដីគេអប់ក្រនោះយ៉ាងណែនហើយត្រឡប់មកទីក្រុងសេអ៊ូវិញត្រឡប់មកវិញស៊ូជីបានទៅលេងលោកពូនិងអេរ៉ាដើម្បីទិញនំខេកប៉ុន្តែលើកនេះមានអ្វីប្លែកនាងមិនបានឌឺដងក្មេងស្រីក្នុងភូមិឬធ្វើចរិតមិនល្អទៀតឡើយនាងជ្រើសរើសយករសជាតិផ្សេងដែលស្ងប់ស្ងាត់ហើយចាក់ចេញទៅយ៉ាងគួរសមគ្រប់គ្នាស្រឡាំងកាន់ជាខ្លាំងភ្លាមនោះគីលគូបានមកដល់ជាមួយក្រនោះវិញ្ញាណបិសាចចាប់ផ្ដើមយំរួចសួរថាហេតុអ្វីបានជាអ្នកធ្វើរឿងទាំងអស់នេះដើម្បីខ្ញុំគីលគូឆ្លើយយ៉ាងស្រទន់ថាខ្ញុំមិនអាចទ្រាំឃើញអ្នកឈឺចាប់ទៀតទេអ្នកគឺជាក្មេងស្រីល្អម្នាក់គេបើកក្ររួចសឹកថាប្រាប់ឈ្មោះរបស់អ្នកមកទឹកភ្នែកហូរស្រក់ពីភ្នែកនាងឆ្លើយតិចថាមូនយ៉ាងគីលគូសូត្រឈ្មោះនាង3ដងហើយប្រាប់ឲ្យនាងទៅដោយសុខចុះមូនយ៉ាងបានអបគេយ៉ាងណែនញឹមទាំងទឹកភ្នែករួចសឹកថាអរគុណបន្ទាប់មករាងកាយរបស់នាងក៏លីទៅជាស្រទាប់ការដង្ហក់ចូលទឹកក្នុងក្រនោះចាប់ពីថ្ងៃនោះមកស៊ូជីក៏បានជាសេះស្បើយទាំងស្រុងលោកពូនិងអេរ៉ាបានអរគុណគីលគូយ៉ាងជ្រាលជ្រៅនៅក្នុងឈុតចុងក្រោយស៊ូជីបានចាក់ចេញទៅប្រទេសបារាំងដើម្បីបន្តការសិក្សាអ្នកទាំង3គីលគូអេរ៉ានិងលោកពូបានបកដៃលាទាំងស្នាមញញឹមនិងក្តីមោទនភាពអេរ៉ាបានបើកហាងនំប៉័ងថ្មីមួយលោកពូបានធ្វើដំណើរដើរលេងជុំវិញពិភពលោកចំណែកគីលគូក៏ទទួលបានការងារជាអ្នកបញ្ជាគ្រឿងចក្រលើកុងតឺន័រច្រើនខែក្រោយមកគីលគូទទួលបានទូរស័ព្ទពីស៊ូជីនាងសួរទាំងរីករាយថាអ្នកនៅណាខ្ញុំត្រឡប់មកកូរ៉េវិញហើយខ្ញុំនឹកអ្នកណាឆាប់មកជួបខ្ញុំណាហើយនៅក្នុងឈុតចុងក្រោយបង្អស់យើងឃើញក្ររបស់មូនយ៉ាងត្រូវបានគេតុបតែងយ៉ាងស្អាតនិងដាក់តាំងដោយការយកចិត្តទុកដាក់ដែលជាការរំលឹកពីអ្វីគ្រប់យ៉ាងដែលពួកគេបានឆ្លងកាត់ជាមួយគ្នាហើយនេះគឺជាទីបញ្ចប់នៃរឿងភាគដ៏ចម្លែកនិងអស្ចារ្យមួយនេះ